គុណដែលតបស្នងមិនអស់គឺគុណឪពុកម្ដាយមនោសញ្ចេតនាដែលសងមិនចេះរួចគឺមនោសញ្ចេតនាឪពុកម្ដាយសេចក្តីស្រឡាញ់ដែលអរគុណមិនបានគឺសេចក្តីស្រឡាញ់ឪពុកម្ដាយភាពស្មោះត្រង់ដែលបង្ហាញមិនបាននៅតែជាឪពុកម្ដាយដ៏រឹងមាំនៅលើលោកនេះមានតែឪពុកម្ដាយទេដែលឲ្យអាហារបរិភោគមិនគិតកម្រៃអ្នកដទៃគ្រប់ពេលនៃការផ្ដល់អាហាររបស់គេគឺយើងសុទ្ធតែត្រូវបង់កម្រៃទាំងអស់ដូច្នេះហើយអ្នកត្រូវតែយល់ឲ្យបានច្បាស់មានតែសេចក្តីស្រឡាញ់របស់ឪពុកម្ដាយទេដែលមិនមែនអាត្មានិយមមិនត្រូវការតបស្នង